តាអ៊ុំរូបសំណាកមេតបខ្មែរសង់បាយមុខទៅរកច្រកព្រំដែនអានសេះស្រែកឲ្យកូនខ្មែរចងចាំទុកយោធាថៃបានយកគ្រឿងចាក់ចូលឈូសឆាយគំទេចរូបសំណាកលោកតាអ៊ុំដែលសង់ឡើងនៅរង្វង់មូលច្រកអានសេះស្ថិតក្នុងភូមិអានសេះឃុំចោមខ្សានស្រុកចោមខ្សានខេត្តព្រះវិហារហេតុអ្វីបានជាយោធាថៃស្អប់លោកតាអ៊ុំម្លេះតើប្រវត្តិរូបសំណាកលោកតាអ៊ុំមានអ្វីពាក់ព័ន្ធគំនុំអតីតកាលរវាងខ្មែរសៀមព្រះតេជគុណសឿនសុភាបានឲ្យដឹងថាតាមប្រវត្តិរឿងព្រេងខ្មែរក្នុងសម័យអង្គរលោកតាអ៊ុំគឺជាមេទ័ពដ៏ខ្លាំងពូកែម្នាក់នៅក្នុងសម័យសង្គ្រាមលោកបានដឹកនាំទ័ពសេះដល់អង្គអាចជាង 2000 នាក់ទៅខាងជើងដើម្បីទៅបង្ក្រាបទ័ពសៀមបន្ទាប់ពីបានធ្វើដំណើរមកដល់ចំណុចច្រកនេះលោកក៏បានបញ្ជាឲ្យកងទ័ពទាំងអស់ឈប់អានសិនដែលមានន័យថាឈប់សម្រាកសិនទ័ពសេះទ័ពស្រួចលាក់បើតាមវចនានុក្រមសម្ដេចជួនណាតអានសេះមានន័យថាអានកែបឲ្យឈប់សម្រាកចំនួន3ថ្ងៃដើម្បីរៀបចំក្បួនវាយទប់ទល់នឹងកងទ័ពប្រទេសសៀមទទួលបានជោគជ័យបន្ទាប់ពីនោះមកឈ្មោះនោះក៏បានតមកដល់បច្ចុប្បន្នចាប់ពីពេលនោះមកច្រកទ្វារទីនោះក៏ជាប់ឈ្មោះជាច្រកទ្វារអានសេះដែលជាច្រកចេញធ្វើសឹកនឹងការឈ្លានពានពីសៀមផងជាច្រកពាណិជ្ជកម្មដ៏សំខាន់ជាមួយសៀមផងច្រកអានសេះស្ថិតនៅភាគខាងជើងស្រុកជាំខ្សានមានចម្ងាយពីទីរួមស្រុកប្រមាណ24គីឡូម៉ែត្រក្នុងភ្នំដងរែកជាប់ព្រំប្រទល់ខេត្តឧបលប្រទេសថៃរូបសំណាកលោកតាអ៊ុំដែលកសាងនៅលើច្រកអានសេះដោយយោធាតំបន់សឹករងព្រះវិហារក្បែរមាត់ច្រកទ្វារក្នុងទឹកដីកម្ពុជាហើយដែលកន្លងមកទាហានសៀមតែងតែចោទខ្មែរថាបានសាងសង់រំលោភ MOU ឆ្នាំ2000នោះដោយខុសកិច្ចសន្យាហេតុដូច្នេះទើបយោធាសៀមតែងតែចង់វាយគំទេចរូបសំណាកលោកតាអ៊ុំនេះក្នុងចំនួន2លើកកាលពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដានិងកាលពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025កន្លងមកនេះ